នេះគឺជារឿងដែលគួរឲ្យសោកស្ដាយជាទីបំផុតម៉ែសេះបានកាត់ផ្ដាច់ទំនាក់ទំនងយ៉ាងស៊ីជម្រៅដែលរាប់អានគ្នាជាង15ឆ្នាំមកហើយគណៈដែលPPDបង្ហោះសារយ៉ាងរំជួលចិនតាក់ទងទៅនឹងមិត្តភាពនេះចំណេះ stand up គឺជា page stand up ញូនឹងធ្វើការលំអិតព្រមនេះជាការពិតណាស់នៅក្នុងពេលថ្មីនេះទាំងPPDក៏បានបង្ហោះសារដែលបានធ្វើការរៀបរាប់អំពីមិត្តភាពដែលបានបង្កើតឲ្យមានរឿងល្អនិងការចងចាំជាច្រើនហើយពេលវេលាក៏ធ្វើឲ្យទំនាក់ទំនងការរាប់អានមួយចំនួនក៏អាចប្រែប្រួលដែរមិនត្រឹមតែPPD នោះទេបើសិនជាយើងងាកទៅកាន់ម៉ៃសេះវិញស្រាប់តែបង្ហោះសារកាត់ផ្ដាច់មិត្តភាព15ឆ្នាំភ្លាមសារទាំងពីរបានធ្វើឲ្យផ្ទុកការជជែកវែងញែកប៉ុន្តែក្រោយមកត្រូវបានគេសង្ស័យថាអ្នកទាំងពីរសំដៅទៅលើមិត្តរួមក្រុមម្នាក់ដែលធ្លាប់ដើរជាមួយនឹងគ្នាហើយនៅតែបន្តទៅប្រទេសថៃយកអីវ៉ាន់មកលក់នៅខ្មែរស្របជាមួយគ្នានោះផងដែរម៉ៃសេះក៏បានបង្ហោះសំណេរកាលពីថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2025ថាក្នុងនាមខ្ញុំជាមិត្តភក្តិមួយរូបដែលធ្លាប់រាប់អានជាមួយនឹងគ្នារយៈពេល15ឆ្នាំមកហើយខ្ញុំចង់ប្រាប់ឲ្យគាត់ល្អតែគាត់មិនស្ដាប់ខ្ញុំគាត់អ្នកដើរផ្លូវខ្លួនឯងខ្ញុំជូនពរអ្នកដែលអ្នកជ្រើសរើសផ្លូវនឹងឲ្យជោគជ័យអនុស្សាវរីយ៍ធ្លាប់ឆ្លងកាត់ជាមួយនឹងគ្នា15ឆ្នាំកន្លងមកនេះកាត់ផ្ដាច់ត្រឹមនេះចោះហើយចំណែកឯបុគ្គលល្បីម្នាក់ទៀតដែលមានឈ្មោះថាPPDវិញក៏បានធ្វើការរៀបរាប់សារយ៉ាងវែងអន្លាយផងដែរថានិស្ស័យពិតជាបានបង្កើតឲ្យមានរឿងល្អនិងការចងចាំជាច្រើនមនុស្សស្គាល់គ្នាមិនថាស្រឡាញ់ឬរាប់អានគឺព្រោះតែមាននិស្ស័យចំណុចផ្ដើមពួកយើងពិតជាមិនដឹងទេថានៅថ្ងៃបន្ទាប់ឬចំណុចបញ្ចប់តើវានឹងបែបណានោះទេភាពស្និទ្ធស្នាលការចែករំលែករួមសុខទុក្ខនិងក្តីស្រឡាញ់មិនថានៅក្នុងនាមជាអ្វីតែវាពិតជាពេលវេលាដ៏ល្អមួយកំឡុងដែលពួកយើងបានឆ្លងកាត់វាជាមួយនឹងគ្នាហើយពេលវេលាក៏រំកិលទៅមុខម្ដងបន្តិចទំនាក់ទំនងខ្លះការរាប់អានមួយចំនួនក៏បានប្រែឃ្លាតឆ្ងាយម្ដងបន្តិចដូចគ្នាព្រោះយើងពិតជាមិនអាចកែប្រែបានទេថាបើទោះបីជាល្អុកល្អឿនដល់កម្រិតណាក៏ដោយគ្រប់គ្នាសុទ្ធតែមានគោលដៅនិងការគិតខុសគ្នាដូច្នេះការសម្រេចចិត្តខ្លះយើងមិនអាចហាមឃាត់បានទេដោយនៅក្នុងនោះPPDក៏បានបន្តទៀតថាចំពោះខ្ញុំតែងតែសោកស្ដាយចំពោះការបាត់បង់មិនថាស្នេហាឬក៏មិត្តភាពពីព្រោះថាវាពិតជាប៉ះពាល់ដល់អារម្មណ៍ខ្លាំងណាស់ដំណើររបស់មនុស្សម្នាក់មិនមែនសុទ្ធតែត្រូវបោះលើវិថីរួមគ្នារហូតទេនេះគឺជាអ្វីដែលខ្ញុំទទួលស្គាល់សូមឲ្យការចាក់ចែងរបស់អ្នកណាម្នាក់រួមទាំងខ្ញុំក៏ដោយគឺជាការសម្រេចមួយដល់ច្បាស់លាស់កុំធ្វើឲ្យអ្នកដែលមានបំណងល្អចំពោះអ្នកត្រូវខកចិត្តជូនពរគ្រប់គ្នាជោគជ័យនៅលើវិថីដែលអ្នកបានជ្រើសរើសជាការពិតណាស់អ្នកដែលតាមដានទៅលើPPDនិងម៉ៃសេះនៅពេលដំបូងឡើយការបង្ហោះសារស្របគ្នារវាងអ្នកទាំងពីរគឺបានធ្វើឲ្យអ្នកមួយចំនួនបានគិតថាអ្នកទាំងពីរកំពុងតែមានបញ្ហាអ្វីជាមួយគ្នាហើយមើលទៅប៉ុន្តែក្រោយមកអ្នកលេងបណ្ដាញសង្គមជាច្រើនក៏បានរកឃើញថាអ្នកទាំងពីរចង់សម្ដៅទៅកាន់មិត្តរួមការងារឬក៏មិត្តរួមក្រុមដែលធ្លាប់ដើរជាមួយនឹងគ្នាដោយបុគ្គលនោះបានទៅយកសម្លៀកបំពាក់ខាងផ្ទះលេខ3មកលក់នៅខ្មែរតែក្រោយមកបែរជាបកទៅផ្ទះលេខ2វិញយកមកលក់នៅខ្មែរបន្តទៀតអញ្ចឹងព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន